ពុទ្ធភាសិតចយវៈពួកធរនិយាយអំពីជំនះបុគ្គលអ្នកឈ្នះតែងរងនៅពៀបុគ្គលគប្បីឈ្នះមនុស្សក្រោធដោយសេចក្តីមិនក្រោធបុគ្គលគប្បីឈ្នះមនុស្សអសប្បុរសដោយសប្បុរសបុគ្គលគប្បីឈ្នះមនុស្សកំណាញ់ដោយការឲ្យបុគ្គលគប្បីឈ្នះមនុស្សនិយាយពាក្យមិនពិតដោយពាក្យពិតធម្មទានឈ្នះអាមិសទានទាំងពួងធម្មរសឈ្នះរសទាំងពួងសេចក្តីត្រេកអរក្នុងធម៌ឈ្នះសេចក្តីត្រេកអរទាំងពួងការអស់តណ្ហាឈ្នះទុក្ខទាំងពួងសេចក្តីឈ្នះណាត្រឡប់ចាញ់វិញបានសេចក្តីឈ្នះនោះមិនឈ្មោះថាឈ្នះប្រពៃទេសេចក្តីឈ្នះណាមិនត្រឡប់ចាញ់វិញបានសេចក្តីឈ្នះនោះទើបឈ្មោះថាឈ្នះប្រពៃមែនពិត